ការស្វែងរកការងារនិងប្រភេទការងារនៅក្នុង website របស់ទីភ្នាក់ងារជាតិនិងមុខរបរ NEA មានក្រុមហ៊ុនជាតិជាច្រើនផ្សព្វផ្សាយជ្រើសរើសបុគ្គលិកលើសពីនេះទីភ្នាក់ងារជាតិនិងមុខរបរតែងតែរៀបចំពិព័រណ៍ការងារជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិកនិងយុវជនដែលកំពុងស្វែងរកការងារគ្រប់អាជីវកម្មនិងការងារជាច្រើនបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដោយសារមានគំនិតនវានុវត្តន៍ចេះបង្កើតគំនិតច្នៃប្រឌិតថ្មីៗរួមនឹងការបញ្ចូលបច្ចេកវិទ្យាព្រមទាំងការវិនិយោគបន្ថែមលើឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីភាពទាក់ទាញកាត់បន្ថយការចំណាយនិងទទួលបានផលិតភាពការងារខ្ពស់ជំនាញស្រួលរៀនឆាប់ចេះអាចជួយយុវវ័យសម័យនេះឲ្យរកលុយបានច្រើនទាំងវ័យក្មេងក្នុងវ័យពេញរៀនហើយចង់រកលុយដែរនោះពិតជាពិបាកព្រោះគ្មានពេលវេលាគ្រប់គ្រាន់ម្យ៉ាងខ្លាចប៉ះពាល់គុណភាពសិក្សាទៀតតែបើអាចរកបទពិសោធន៍ការងារតាំងពីពេលកំពុងរៀនបានវានឹងជួយអ្នកឲ្យឆាប់ទទួលបានការងារល្អៗធ្វើក្រោយរៀនចប់ភ្លាមៗផងដែរមានជំនាញងាយរៀននិងមានឱកាសការងារជាច្រើនសម្រាប់អ្នកចង់រកលុយក្រៅម៉ោងឬម៉ោងធ្វើការដូចជា1អ្នកសរសេរអត្ថបទបើអ្នកចូលចិត្តនិងមានទេពកោសល្យខាងសរសេរអ្នកអាចធ្វើជាអ្នកសរសេរអត្ថបទព័ត៌មានអ្នកសរសេរគម្រោងការទីផ្សារឬក៏រឿងខ្លីៗដើម្បីទទួលបានការងារអ្នកគ្រាន់តែត្រូវអានឲ្យច្រើននិងរៀនសរសេរអំឡុងពេលធ្វើការជាក់ស្ដែងតែម្ដងអ្វីដែលអ្នកត្រូវផ្ដោតសំខាន់ដើម្បីចាប់ជំនាញនឹងអាជីពនេះគឺការច្នៃប្រឌិតថ្មីៗក្នុងរបៀបសរសេរទាក់ទាញអ្នកអាននិងយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធឲ្យត្រឹមត្រូវជាការស្រេច 2. អ្នកថតរូបអាជីពជំនាញនេះរៀនឆាប់ចេះការងារបែបសប្បាយៗគួបផ្សំជាមួយចំណង់ចំណូលចិត្តយុវវ័យផងវាកាន់តែទាក់ទាញខ្លាំងយើងអាចរៀនពីអ្នកស្គាល់គ្នាដែលមានអាជីពនេះស្រាប់ឬតាមអ៊ីនធឺណិតក៏បានដែរអាចធ្វើជាការងារក្រៅម៉ោងហើយសម្រាប់កម្រៃក៏បានខ្ពស់គួរសមដែរ 3. YouTuber ឬអ្នកថតប្លុកថតវីដេអូខ្លីៗរបស់អ្នកនិយាយពីប្រធានបទអ្វីមួយឬជាសកម្មភាពប្រចាំថ្ងៃសប្បាយៗរួចបង្ហោះលើបណ្ដាញសង្គមល្បីៗដូចជា YouTube, Facebook ឬ TikTok ជាដើមប្រសិនបើវីដេអូអ្នកមានការចូលមើលច្រើនអ្នកនឹងអាចរកចំណូលបានតាមរយៈការថតវីដេអូផ្សាយពាណិជ្ជកម្មសម្រាប់ផលិតផលនានា 4. កាត់តនិងរចនារូបភាពអ្នកអាចរៀនតិចនិចដោយខ្លួនឯងបានពីក្នុងអ៊ីនធឺណិតបើសិនជាអ្នកចេះខ្លះៗទៀតសឹងតែមិនបាច់ទៅសាលារៀនអ្នកអាចធ្វើ logo, posterបានប្រកាសផ្សេងៗដែលអាចរកកម្រៃបានលឿននិងខ្ពស់ល្មម 5. អ្នកបកប្រែឯកសារបើអ្នកចេះភាសាអង់គ្លេសច្រើនឬក៏ចេះលើសពី2ភាសាចិនថៃកូរ៉េបារាំងឬជប៉ុនអ្នកអាចធ្វើការងារបកប្រែឯកសារនានាហើយក្នុងការបកប្រែមួយអត្ថបទអ្នកបកអាចរកចំណូលបានកប់តែម្ដងការងារនេះល្អត្រង់ថាក្រៅពីមិនប៉ះពាល់ម៉ោងរៀនឬធ្វើការអ្នកថែមទាំងអាចបន្ថែមចំណេះដឹងខ្លួនឯងទៀត 6. គ្រូបង្រៀនក្រៅម៉ោងការងារនេះមានតម្រូវការខ្លាំងណាស់មិនថាបង្រៀនក្រៅម៉ោងនៅតាមសាលាឬតាមផ្ទះនោះទេជំនាញដែលមានតម្រូវការមានដូចជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាភាសាបរទេស IT និង Design គូប្លង់សរសេរកូដជាដើម 7. Microsoft Excel Database ក្រុមហ៊ុនតូចធំជាច្រើនប្រើប្រាស់ Spreadsheet ក្នុងការគ្រប់គ្រងទិន្នន័យរបស់ពួកគេជំនាញនេះអ្នកអាចបង្រៀនក្រុមហ៊ុនទាំងនោះពីរបៀបដំណើរការទិន្នន័យរបស់ពួកគេយ៉ាងឆាប់រហ័ស
8 ធ្វើម្ហូបឬបង្អែមលក់អនឡាញជាជំនាញមួយដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្នបើអ្នកចេះធ្វើម្ហូបហើយទទួលបានការសរសើរពីមនុស្សជុំវិញខ្លួនអ្នកគួរសាកលក់ម្ហូបតាមអនឡាញនិងអាចរកចំណូលបានច្រើនអ្នកគួរមើលទីផ្សារថាគេនិយមអ្វីហើយអាចរៀនធ្វើឬកែច្នៃម្ហូបឬបង្អែមនោះឲ្យកាន់តែទាក់ទាញនិងអាចទាក់ទាញអ្នកទិញបានជាក់ស្ដែងនេះជារបរមិនសូវប្រឈមនឹងការខាត់បងឡើយព្រោះទាល់តែមានការកម្មង់ទើបអ្នកបោះទុនធ្វើ 9. អ្នករៀបចំកម្មវិធីក្រៅម៉ោងជាទូទៅក្រុមហ៊ុនរៀបចំកម្មវិធីតែងត្រូវការកម្លាំងបន្ថែមដើម្បីជួយការងារស្រាលៗរាល់ពេលទទួលបានគម្រោងធំៗនេះជាការងារប្រើកម្លាំងសុទ្ធដែលត្រូវអនុវត្តតាមការរៀបចំរបស់ថ្នាក់លើដូចជាចែកខិត្តប័ណ្ណជួយរៀបចំទីតាំងជួយមើលអីវ៉ាន់តាំងទំនិញរៀបការឬរៀបបញ្ជីឈ្មោះភ្ញៀវជាដើម 10. ការងារជាអ្នកលក់ភាសាសាមញ្ញគេហៅថាអ្នកលក់ឬ sale ដែលចំណូលទទួលបានគឺគិតជាភាគរយតាមចំនួននៃការលក់សម្រេចរបស់គេឧទាហរណ៍ដូចជាជួយគេផ្សព្វផ្សាយនិងលក់ទំនិញតាមអនឡាញជាដើម 11. អ្នកគក់ជេរនាំភ្ញៀវទិញផ្ទះទិញដីទទួលបានចំណូលច្រើនក្រែដែរដែលជាទូទៅទទួលបានដល់ទៅ 2% នៃថ្លៃលក់ផ្ទះឬដីនោះរីឯអ្នកនាំភ្ញៀវជួលផ្ទះឬខុនដូវិញគឺអាចបានលុយ commission ស្មើនឹងថ្លៃជួលកន្លះខែឬមួយខែឬក៏អាចច្រើនជាងនេះទៅតាមរយៈពេលនៃកុងត្រាជួលជំនាញនេះមិនពិបាកទេតែទាមទារឲ្យអ្នកមានពេលវេលានាំភ្ញៀវដើរមើលទីតាំងរហូតដល់គេពេញចិត្តនិងមានជំនាញចេះសម្របសម្រួលទាំងសងខាងទាំងអ្នកទិញនិងអ្នកលក់បើអ្នកចេះប្រើភាសាកាន់តែកាក់កបក្នុងអាជីវកម្មនេះជាមួយការនាំភ្ញៀវបរទេសដើរជួបផ្ទះឬដីជាដើមក្រៅពីការងារដែលបានរៀបរាប់ខាងលើនេះនៅមានការងារជាច្រើនទៀតដែលអ្នកអាចធ្វើក្រៅម៉ោងសិក្សាបានដូចជាអ្នកវាយឯកសារគូររូបគំនូរបង្រៀនលេងឧបករណ៍ភ្លេងលក់អីវ៉ាន់អនឡាញជាដើមបច្ចុប្បន្នសេដ្ឋកិច្ចមិនសូវជាល្អសាលារៀនខ្លះបិទដូច្នេះអ្នកអាចនៅសល់ពេលទំនេរច្រើនគួរសាករកចំណូលបន្ថែមជួយគ្រួសារដែរបើមិនទាន់មានជំនាញណាមួយច្បាស់អ្នកអាចសាកល្បងប្រមាណមុខខាងលើនេះបានរៀនឆាប់ចេះហើយក៏ងាយរកការងារធ្វើផងដែរឲ្យតែព្រមធ្វើដឹងតែលុយរត់រកមិនខាន 4 ចំណុចជ្រើសរើសជំនាញសិក្សាត្រឹមត្រូវសម្រាប់ទីផ្សារការងារនិងអាជីវកម្មនាពេលអនាគតបុគ្គលគ្រប់រូបតែងចង់បានអាជីពការងារល្អប្រាក់ខែខ្ពស់ខ្លះទៀតចង់បង្កើតអាជីវកម្មថ្មីហើយមួយចំនួនទៀតចង់ក្លាយខ្លួនជាសហគ្រិនឆ្នើមនៅពេលអនាគតដើម្បីឲ្យបំណងទាំងនេះបានសម្រេចយុវជនចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយចេះជ្រើសរើសជំនាញសិក្សានិងជំនាញការងារយល់ដឹងពីប្រភេទការងារនិងអាជីវកម្មថ្មីៗនិងចេះស្វែងរកប្រភពការងារនិងប្រភេទការងារឲ្យបានច្បាស់លាស់ទី1ចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងនយោបាយសេដ្ឋកិច្ចនិងសហគ្រិនយុវជនត្រូវចេះតាមដានព្រឹត្តិការណ៍និងនានាការក្នុងតំបន់អាស៊ានក៏ដូចជាអន្តរជាតិនៅលើសារព័ត៌មានអាជីពដើម្បីបានជ្រាបពីព្រឹត្តិការណ៍អ្វីខ្លះកើតឡើងហើយមានការប្រែប្រួលបែបណាសម្រាប់ពេលបច្ចុប្បន្ននិងអនាគតលើសពីនេះអានសៀវភៅគោលនយោបាយជាតិដល់ជាប្រយោជន៍ដើម្បីឆ្វេងយល់បន្ថែមពីទិសដៅរដ្ឋាភិបាលថាតើវិស័យនិងសហគ្រាសអាជីវកម្មណាខ្លះដែលរដ្ឋាភិបាលត្រូវផ្ដល់អាទិភាពអភិវឌ្ឍតើអាជីវកម្មខ្នាតតូចនិងមធ្យមនឹងប្រែប្រួលបែបណានៅប៉ុន្មានឆ្នាំខាងមុខទៀតហើយពិសេសត្រូវតាមដានស្ដាប់ពីអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំទី2ចេះជ្រើសរើសជំនាញសិក្សានិងការងារការចេះជ្រើសរើសជំនាញសិក្សានិងការងារត្រូវផ្សារភ្ជាប់ទីផ្សារការងារនៅពេលអនាគតចំណង់ចំណូលចិត្តទេពកោសល្យនិងចំណេះជំនាញដែលរៀនពូកែនៅវិទ្យាល័យម្យ៉ាងវិញទៀតសិស្សនិស្សិតមួយចំនួនរៀនជំនាញដោយសារកត្តាជំរុញពីក្រុមគ្រួសារនិងខ្លះទៀតរៀនតាមមិត្តភ័ក្តិដោយមិនបានស្គាល់ពីខ្លួនឯងច្បាស់ថាចូលចិត្តអ្វីមានទេពកោសល្យផ្នែកណារៀនពូកែលើមុខវិជ្ជាអ្វីខ្លះនិងចាប់យកអាជីពអ្វីនៅពេលអនាគតទី3
ដឹងពីជំនាញនិងប្រភេទការងារថ្មីៗសិស្សនិស្សិតនិយោជិកនិងម្ចាស់អាជីវកម្មត្រូវស្គាល់និងដឹងពីជំនាញនិងប្រភេទការងារថ្មីៗព្រមទាំងវិស័យដែលនឹងរីកចម្រើនមួយចំនួនរួមមានកសិកម្មបែបទំនើបកសិឧស្សាហកម្មឬការកែច្នៃចំណីអាហារជំនាញវិទ្យាសាស្ត្រជំនាញផ្នែកលក់លើសពីនេះវិស័យទេសចរណ៍វិស័យសំណង់និងអចលនទ្រព្យវិស័យហិរញ្ញវត្ថុវិស័យសុខាភិបាលឯកជននិងវិស័យអប់រំជាពិសេសបំណិនជីវិតក្នុងសតវត្សទី21ទី4ការស្វែងរកការងារនិងប្រភេទការងារនៅក្នុង website របស់ទីភ្នាក់ងារជាតិនិងមុខរបរ NEA មានក្រុមហ៊ុនជាតិជាច្រើនផ្សព្វផ្សាយជ្រើសរើសបុគ្គលិកលើសពីនេះទីភ្នាក់ងារជាតិនិងមុខរបរតែងតែរៀបចំពិព័រណ៍ការងារជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិកនិងយុវជនដែលកំពុងស្វែងរកការងារគ្រប់អាជីវកម្មនិងការងារជាច្រើនបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដោយសារមានគំនិតនវានុវត្តន៍ចេះបង្កើតគំនិតច្នៃប្រឌិតថ្មីៗរួមនឹងការបញ្ចូលបច្ចេកវិទ្យាព្រមទាំងការវិនិយោគបន្ថែមលើឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីភាពទាក់ទាញកាត់បន្ថយការចំណាយនិងទទួលបានផលិតភាពការងារខ្ពស់